មួយថ្ងៃជាមួយខ្ញុំជិះម៉ូតូដើរញ៉ាំអីនៅកោះរ៉ុងខែដើរលេងសមុទ្រអត់ទាន់ផុតទេណាអញ្ចឹងថ្ងៃនេះគឺថាបបួលគ្នាមួយមិត្តភ័ក្តិដាក់មកទ្រីបមកលេងកោះរ៉ុងទៀតហើយនិយាយថាកោះរ៉ុងមកហើយមកទៀតអត់ចេះធុញទេដោយសារនៅនេះមានទេសភាពឆ្នេរខ្សាច់សស្អាតជាមួយនឹងទឹកសមុទ្រថ្លាខៀវខ្ចីជាពិសេសរបស់ញ៉ាំក៏មានច្រើនដែរអញ្ចឹងថ្ងៃនេះខ្ញុំនាំបងប្អូនទៅជិះម៉ូតូដើរញ៉ាំអីនៅតាមឆ្នេរមួយនៅលើកោះរ៉ុងជាមួយខ្ញុំទាំងអស់គ្នាដំបូងនេះខ្ញុំមកញ៉ាំបាយថ្ងៃនៅភូមិកោះតូចដែលជាភូមិមានមនុស្សអ៊ូអរជាងគេហើយក៏មានកំពង់ផែដែរឃើញភ្ញៀវភាគច្រើនគឺគេចុះទូកនៅនឹងកន្លែងខ្ញុំមកញ៉ាំនេះឈ្មោះភោជនីយដ្ឋានផ្ទះសមុទ្រខ្ញុំក៏មកមឹកឆាម្រេចខ្ចីមួយចាន 32,000 ជាមួយនឹងតុងយ៉ាំគ្រឿងសមុទ្រមួយចាន 28,000 រសជាតិសម្រាប់ខ្ញុំគឺត្រូវមាត់ដិតល្អញ៉ាំជាមួយបាយគឺតុងយ៉ាំក៏ខ្ញុំចូលចិត្តដែរទឹកសឡជាតិខ្ទិះល្អសម្រាប់បរិមាណពីមុខហ្នឹងខ្ញុំញ៉ាំគ្នា3នាក់មកល្មមឆ្អែតញ៉ាំបាយរួចខ្ញុំបន្តទៅលេងឆ្នេរមួយកន្លែងទៀតគឺឆ្នេរឡុងសិតឆ្នេរនេះសបូរីសតជាប់មាត់ឆ្នេរហើយក៏មានកំពង់ផែដែរឥឡូវខ្ញុំមករកកាហ្វេផឹកនៅឡុងសិតរីសតមួយកែវប្រហែលជា$4រសជាតិឆ្ងាញ់ហើយគេមានគ្រែឲ្យយើងដេកលេងតាមមាត់ឆ្នេរក្រោមដើមឈើតិចឆ្នេរនេះឃើញគេចូលចិត្តមកមុជទឹកសមុទ្រដោយសារតែឆ្នេរស្អាតហើយមានដើមឈើម្លប់ច្រើនឥឡូវនេះខ្ញុំជិះម៉ូតូបន្តដំណើរទៅមួយកន្លែងទៀតគឺគេហៅថាភូមិសុកសាននៅនេះអ្នកដែលចង់មកលំហែបែបស្ងប់ស្ងាត់អត់សូវមានមនុស្សច្រើនពេកអាចមកស្នាក់នៅម្ដុំនឹងបានថ្ងៃខ្ញុំទៅនេះមេឃបើកថ្ងៃល្អណាស់ទេសភាពស្អាតប៉ុន្តែក្តៅត្រូវមាច់ហ្មងជិះឃើញទូការ៉េមវ៉លអញ្ចឹងចូលទិញការ៉េមមួយសិនកំពុងតែចង់ញ៉ាំអីត្រជាក់ផងរសជាតិនេះគេទៅបញ្ចេញថ្មីទៀត Cornetto Apple Crumble និយាយទៅការ៉េមរសជាតិប្លែកប៉មហើយឡងប្លែកនៅខាងក្នុងមាន caramel sauce ជាមួយនឹងនំ cookie ស្រួយរោយពីលើរសជាតិវិញខ្ញុំចូលចិត្តខ្លាំងពេលញ៉ាំទៅកន្លែងខ្លះយើងប៉ះជាតិជូរតិចវាអត់ផ្អែមសុទ្ធហ្មងទេញ៉ាំទៅគឺអត់តលាន់ទេហើយសំខាន់ញ៉ាំនៅសមុទ្រអញ្ចេះអូយនិយាយពីថាជាតិខ្លាំងហើយបើអ្នកចូលចិត្តថតរូបអាចធ្វើ style កាន់ការ៉េមញ៉ាំនៅមាត់ឆ្នេរនិយាយទៅការ៉េមជាមួយនឹងសមុទ្រគឺស៊ីគ្នាអញ្ចឹងបើនៅលើកោះនេះភាគច្រើនឃើញទូការ៉េមវ៉លទូពណ៌ក្រហមហើយមាន logo រូបបេះដូងហ្នឹងអាចរកការ៉េម Cornetto រសជាតិផ្លែប៉ោមនៅនឹងបាននិយាយទៅទូទាំងប្រទេសតែម្ដងនៅភូមិសុកសាននេះមានរីសតតូចធំច្រើនហើយក៏មានកន្លែងស្នាក់នៅលក្ខណៈបែបផ្ទះតូចចេះក៏មានដែរនៅនេះបើមកចំខែវស្សាគេមានទឹកធ្លាក់ទៀតណាប៉ុន្តែថ្ងៃខ្ញុំទៅហ្នឹងគឺអត់មានទេមានតែថ្មឥឡូវពេលល្ងាចខ្ញុំជិះចូលមកភូមិកោះតូចវិញចាប់ពីម៉ោង 4-5 ល្ងាចទៅគេចាប់ផ្ដើមចេញមកលក់តាមរាប់មាត់ផ្លូវហើយរបស់ញ៉ាំច្រើនអញ្ចឹងខ្ញុំចូលទិញនំប៉័ងសាច់មួយកណាត់អស់ 4,000 រៀលនំប៉័ងគាត់ខាងក្រៅស្រួយខាងក្នុងទន់ល្អរសជាតិឆ្ងាញ់ទទួលយកបានឥឡូវនេះខ្ញុំបន្តមកទិញនំក្រែបមួយ 8,000 រៀលគេធ្វើក្តៅហ្មងខាងក្នុងហ្នឹងមានស្នូលចេកទៀតណាឥឡូវនេះខ្ញុំជិះបន្តទៅដល់ចុងភូមិគឺមានកន្លែងលក់បុកល្ហុងមួយជាមួយនឹងពងទាកូនមួយគ្រាប់ 1,500 រៀលហើយខ្ញុំក៏មកបុកល្ហុងមួយចានដែរមួយចាននេះ 25,000 នៅក្នុងហ្នឹងមានប៉ាតេមានជើងមាន់ហើយក៏មានក្តាមប្រៃច្រើនដែរមានពោតមានអីចឹងសម្រាប់រសជាតិយើងអាចកំងទៅតាមរសជាតិដែលយើងចូលចិត្តបានតែញ៉ាំអីឆ្អែតហើយឥឡូវខ្ញុំជិះទៅកន្លែងគេងវិញនិយាយទៅនៅលើកោះរ៉ុងផ្លូវភាគច្រើនជាផ្លូវបេតុងប៉ុន្តែក៏មានកន្លែងខ្លះមានជាគ្រូក្រហមឡើងទួលចុះទួលដែរអញ្ចឹងជិះប្រយ័ត្នប្រយែងផងណាហើយប៉ះមេឃក្តៅអញ្ចេះអាចសលឹងរមើលទូការ៉េមវ៉លបានមេឃក្តៅញ៉ាំការ៉េមត្រជាក់ស្រស់ស្រាយហ្មងហើយការ៉េម Cornetto មានច្រើនរសជាតិទៀតណាសុទ្ធតែឆ្ងាញ់អញ្ចឹងបងប្អូនដែលមើលវីដេអូដល់នេះគឺខ្ញុំមានរង្វាន់ជូនបងប្អូនគ្រាន់តែធ្វើការ share វីដេអូនេះនិង mention មិត្តភ័ក្តិចាប់ពី3នាក់ឡើងទៅដែលចង់ប្រមូលគ្នាទៅលេងកោះរ៉ុងរួចខ្ញុំនឹងជ្រើសរើសអ្នកឈ្នះម្នាក់ដើម្បីឈ្នះរង្វាន់ Cornetto Viral ចំនួន1កេសតែម្ដងអញ្ចឹងកុំភ្លេចចូលរួមលេងទាំងអស់គ្នាអញ្ចឹងវីដេអូដើរញ៉ាំអីនៅកោះរ៉ុងថ្ងៃនេះមានតែប៉ុណ្្នឹងទេបងប្អូនមានកម្រងទៅលេងកោះរ៉ុងចង់ដឹងនៅនឹងមានអីញ៉ាំខ្លះអាចមើលតាមនឹងបានណាអូខេបាយ